ខ្ញុំសូមបញ្ជាក់ជូនពីខាងដើមបន្តិចទៅចុះអញ្ចឹងនៅក្នុងឆ្នាំ2024ការក្រុមប្រឹក្សាដែលចុះទៅរកតម្រូវការនៅតាមបណ្ដាភូមិមួយអញ្ចឹងឃើញថាក្រុមប្រឹក្សាឃុំដែលបានចុះមកយកតម្រូវការនឹងបញ្ហានៅក្នុងភូមិថ្មដាកើតនេះបងប្អូនប្រជាពលរដ្ឋគាត់បានស្នើសុំស្ដារស្រះមួយកន្លែងដែលមានទីតាំងនៅភូមិថ្មដាកើតឃុំទួលសុភីស្រុកអូររងឪខេត្តប៊ុងឃ្មុំអញ្ចឹងក្រោយពីនោះហើយយើងក៏បានចាត់អធិភាពគណៈកម្មការកសាងផែនការនេះក៏បានចាត់អធិភាពសម្រាប់យកទីតាំងស្ដារស្រះនៅភូមិថ្មដាកើតនេះបាទអញ្ចឹងបានយើងសម្របសម្រួលជាមួយនឹងបច្ចេកទេសយើងបានហៅបច្ចេកទេសមកចុះមកសិក្សានិងវាយតម្លៃបាទអញ្ចឹងក្រោយពីសិក្សាវាយតម្លៃរួចហើយក៏ដាក់ជូនទៅខាងជំនាញដូចជាទីចាត់ការផែនការវិនិយោគលោកជួយត្រួតពិនិត្យទៅលើការវាយតម្លៃនេះបាទអញ្ចឹងក្រោយពីការវាយតម្លៃរួចហើយក៏មានប្រកាសដាក់ឲ្យដេញថ្លៃអញ្ចឹងការដាក់ឲ្យដេញថ្លៃនេះគឺយើងប្រព្រឹត្តទៅនៅថ្ងៃទី25ខែមេសាឆ្នាំ2025បាទ2025លុះមកដល់ថ្ងៃទី21ខែឧសភាឆ្នាំ2025យើងក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនបាទនេះពាក់ព័ន្ធនឹងសាវតាខាងដើមបាទអញ្ចឹងក្រោយពីយើងបានដេញថ្លៃអីរួចចុះកិច្ចសន្យាអីរួចនៅក្នុងខែមិថុនាឆ្នាំ2025យើងបានចុះមកស្ដារប៉ុន្តែស្ដារនោះយើងមិនបានជោគជ័យទេមូលហេតុអីមិនបានជោគជ័យដោយសារតែកត្តាធម្មជាតិទី1គឺមានភ្លៀងធ្លាក់ទី2កត្តាធម្មជាតិទឹកដែលនៅចេញនេះគឺនៅតែចេញជារៀងរហូតហើយពិបាកក្នុងការស្ដារយកអាចដីចេញហើយភូមិសាស្ត្ររបស់យើងនេះគឺមានទីតាំងចង្អៀតបាទអត់មានផ្លូវដូចអញ្ចឹងដូចទេគឺចង្អៀតបាទសំបីតែផ្លូវដើរខាងនោះក៏គ្មានផ្លូវដើរខាងក្រោយនេះក៏គ្មានដែរបាទនេះសូមបញ្ជាក់ជូនបាទបងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណជនចូលមកដល់ថ្ងៃទី8ខែកុម្ភៈឆ្នាំ2026គម្រោងស្ដារស្រះរបស់យើងនេះគឺបានបញ្ចប់បាទបានបញ្ចប់រហូតមកដល់ថ្ងៃទី29ខែមេសាមានសារព័ត៌មានមួយនោះបានមកឡាយចុះផ្សាយថាគម្រោងស្ដារស្រះនេះដូចជាបៃលុកដូចជាបៃឡធ្វើទៅលេណាស្ដារឲ្យរួចពីដៃរួចពីជើងអញ្ចឹងទៅបាទនេះហើយបានសូមបញ្ជាក់ជូនថាបងប្អូនប្រជាពលរដ្ឋខ្លះគាត់អត់យល់អំពីបច្ចេកទេសរហូតឈានទៅដល់ថាការដេញថ្លៃនេះខុបខិតគ្នាចែកលុយគ្នាចាយបាទនៅចំណុចនេះមួយដែលជាធ្វើការវាយប្រហារមកលើទាំងក្រុមហ៊ុនផងទាំងមករដ្ឋបាលឃុំផងបាទនេះពាក់ព័ន្ធនឹងសារព័ត៌មានដែលបានចុះផ្សាយបាទគាត់លើកឡើងនឹងដោយសារតែគាត់ចង់បានទំហំស្រះនឹងធំប៉ុន្តែបើយើងស្ដារទៅតាមអ្វីដែលគាត់ចង់បានហ្នឹងវាអត់មានក្នុងទំនប់ហ្នឹងយើងក៏មិនដឹងស្ដារនឹងមិនដែរអាអិចក៏វាវិលរួចដែរបាទពីព្រោះដំណាំបងប្អូនប្រជាពលរដ្ឋហើយដំណាំរបស់គេគឺជាដំណាំយូរអង្វែងពាក់ព័ន្ធនឹងកស៊ូទំមនឹងបានស្នើសុំគាត់បរិច្ចាគមួយដើមពីរដើមនេះជាការប្រពៃមួយហើយសម្រាប់ភូមិផងរបងជាមួយដែលជាប់នឹងភ្លឺស្រះនេះបាទដែលគាត់បានបរិច្ចាគទាំងដើមកស៊ូគាត់បរិច្ចាគទាំងឲ្យយើងដាក់អាចដីបាទជាពិសេសនោះណាមើលទៅឃើញផ្ទាល់បាទហើយដើមដូងរបស់ឯកឧត្តមម៉ាញ់សុផាន់នេះមកជួទៀតបាទនេះសូមបញ្ជាក់ជូនឲ្យត្រង់ចឹងហ្មងបាទហើយខ្ញុំនេះមិនមែនទៅបិទបាំងលាក់លៀមទេបើបិទបាំងលាក់លៀមព័ត៌មានមិនមែនធ្វើផ្លាកដាក់លុយ554លានដាក់ជូនបងប្អូនប្រជាពលរដ្ឋក្រមើលទេហើយអ្វីដែលយើងខិតខំប្រឹងប្រែងនេះបាទទាំងអាជ្ញាធរភូមិទាំងអាជ្ញាធរឃុំទាំងគណៈកម្មការរដ្ឋកម្មទាំងគណៈកម្មការគ្រប់គ្រងគម្រោងគឺមានការយកចិត្តទុកដាក់ណាស់ជាពិសេសរូបខ្ញុំផ្ទាល់ក៏ដូចជាជនបង្គោលឃុំក៏ដូចជាក្រុមសាឃុំក៏ដូចជាលោកមេភូមិតែងតែសហការគ្នាដាក់វេនគ្នាមើលទៅលើក្រុមហ៊ុនដែលកំពុងតែធ្វើការអនុវត្តគម្រោងនេះបាទ
ចឹងអ្វីដែលសារព័ត៌មានដែលបានលើកឡើងទាំងប្រមាណនៅថ្ងៃទី29នោះខ្ញុំក៏សូមបញ្ជាក់ជូនទៅសាធារណជនឲ្យបានជ្រាបដែរថាប្រហែលជាគាត់នឹងមិនយល់អំពីបច្ចេកទេសឬមួយក៏គាត់យល់ពីបច្ចេកទេសដែរហើយប៉ុន្តែគាត់ធ្វើមិនដឹងធ្វើយ៉ាងម៉េចអីយ៉ាងម៉េចអាហ្នឹងគាត់និយាយហើយនិយាយនេះស្រួលបាទអត់មានផាតទេខ្ញុំក៏និយាយស្រួលដែរបាទអត់មានអីទៅវ៉ានេះប៉ុន្តែអ្នកអនុវត្តគឺជួបការលំបាកបាទជួបការលំបាកច្រើនបាទដោយអ្វីដែលខ្ញុំបានរៀបរាប់បាញ់មិញអញ្ចឹងទី1កត្តាធម្មជាតិទី2ស្រះនេះវាចេញផងអីផងបាទហើយប្រវត្តិសាស្ត្រហើយស្ដារជាលើកទី1ហើយបាទរាប់សិបរាប់រយឆ្នាំមុននោះបាទស្រះនេះមិនមែនទៅអង្គកើតនៅនេះទេប៉ុន្តែវារាក់អស់ហើយបាទនេះសូមជម្រាបជូនសាធារណជនក៏ដូចជាមហាជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំទាំងមូលបាទដើម្បីជ្រាបទាំងអស់គ្នាជាព័ត៌មានបាទ